ជំរាបសួរបងប្អូននៅខាងក្រោយខ្នងខ្ញុំនេះគឺជាប្រជ័យដីរបស់ព្រះបាទពញ្ញយ៉ាតនៅខាងក្រោមនោះគឺជាព្រះបរមរូបរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សហើយនៅទិដ្ឋភាពទាំងមូលនៅទីនេះគឺជារមណីយដ្ឋានវត្តភ្នំព្រះបាទពញ្ញយ៉ាតគឺជាព្រះមហាក្សត្រមួយអង្គដែលផ្ដើមការកសាងរាជធានីភ្នំពេញដំបូងចំណែកព្រះបាទស៊ីសុវត្ថិមុនីវង្សគឺព្រះអង្គទាមទារឲ្យបារាំងបកគលទឹកដីខេត្តសៀមរាបបាត់ដំបងនិងសិរីសភ័ណ្ឌឲ្យមកក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាវិញឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាទិដ្ឋភាពទាំងមូលនៅលើរមណីយដ្ឋានវត្តភ្នំនេះថាតើមានអ្វីខ្លះតោះបងប្អូននៅក្នុងឆ្នាំ1372មានដូនចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានលំនៅក្បែរច្រាំងទន្លេ4មុខសម័យនោះប្រហែលជាទន្លេ4មុខស្ថិតនៅម្ដុំវត្តភ្នំក្រោយជាបន្តបន្ទាប់ទន្លេមេគង្គបាននាំដីល្បាប់ធ្វើឲ្យជ្រោយចង្វាកាន់តែដុះវែងមកកន្លែងសពថ្ងៃផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកគីមួយធំអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូរស្រកចុះឡើងដើមកគីនោះចេះតែអណ្ដែតវិលវល់នៅក្បែរច្រាំងនោះលុះដូនពេញឃើញដូច្នេះក៏ប្រញាប់ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមកគីនោះពេលនោះដូនពេញយកកំណាត់ឈើនិងកោសគៀសម្អាតភុចេញគាត់ក៏បានឃើញក្នុងប្រហោងឈើកគីមានព្រះពុទ្ធរូប4អង្គតូចៗធ្វើអំពីសំរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់សាំងព្រះកេសាបួងដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពបូជាក៏នាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញចាត់ការសង់ខ្ទមតូចមួយតម្កល់ជាបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញអំពាវនាវអ្នកជិតខាងឲ្យជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែនបន្ទាប់ពីនោះគាត់ក៏ឲ្យគេអាឈើកគីនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកជាច្រើនអ្នកស្រស់ស្រួលបបួលគ្នាសាងសង់វិហារមួយខ្នងប្រក់ស្បូវនៅលើកំពូលភ្នំនោះហើយគាត់ក៏នាំគ្នាដង្ហែព្រះពុទ្ធរូបសម្រិទ្ធទាំង4អង្គទៅតម្កល់នៅលើវិហារនោះចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់លើអាសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថាទេវរូបនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានភាពដូចជាលាវគាត់ក៏បានសន្មតនាមថាអ្នកតាប្រចៅនាមនោះរហូតមកដល់សពថ្ងៃនេះចំណែកព្រះបាទពញ្ញយ៉ាតក្នុងឆ្នាំ1431នៃគ្រិស្តសករាជបានយាងចោលទីក្រុងអង្គរហើយនៅក្នុងឆ្នាំ1434ព្រះអង្គបានមកដល់ទីនេះរួចបានសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះនៅក្នុងបរិវេណវត្តភ្នំមានចេតិយបុរាណធំមួយនៅពីក្រោយព្រះវិហារដែលតម្កល់ព្រះធាតុរបស់ព្រះបាទពញ្ញយ៉ាតនិងចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សរបស់ព្រះអង្គនៅក្នុងចេតិយនោះនៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរកូនភ្នំនេះត្រូវបានគ្របដណ្ដប់និងព័ទ្ធជុំវិញដោយដើមឈើតំបន់ត្រូពិកដែលតំណាងឲ្យវិស័យផ្សេងៗដែលបានចាក់ឫសនៅពាសពេញប្រទេសដើមឈើទាំងនេះបានคล้ายជាទីជម្រកសម្រាប់សត្វស្វានិងបក្សីជាច្រើនជាពិសេសសត្វជ្រឹងធំៗដែលតោងមែកឈើទាំងឡាយការសាងសង់វិហាររួចហើយយាយពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះនៅទិសខាងលិចទើបមានឈ្មោះថាវត្តភ្នំដូនពេញដែលសពថ្ងៃហៅកាត់ថាវត្តភ្នំតាំងពីពេលនោះមករហូតមកដល់សពថ្ងៃនេះចេតិយនិងព្រះវិហារនៅវត្តភ្នំបានកសាងជាច្រើនដងគឺនៅឆ្នាំ1434ឆ្នាំ1806ឆ្នាំ1894និងឆ្នាំ1926រួចបន្ទាប់មកទៀតបានកសាងជួសជុលជាញយដងដែលពីម្ដងទៅម្ដងកាន់តែធ្វើឲ្យវត្តភ្នំមានសម្រស់ប្រសើរឡើងបច្ចុប្បន្នដើម្បីជាការដឹងគុណនិងទុកជាទីសក្ការៈអាជ្ញាធរសាលារាជធានីភ្នំពេញបានសាងសង់រូបសំណាកលោកយាយដូនពេញនៅជ្រុងខាងលិចនិងជ្រុងខាងកើតនិរតីនៃវត្តភ្នំនិមិត្តរូបព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំរមណីយដ្ឋានវត្តភ្នំមានកេរដំណែលនិងស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនបន្សល់ទុកតាំងពីការកកើតរាជធានីភ្នំពេញដំបូងក្នុងសតវត្សទី14មកម្លេះខ
ក្នុងចំណោមនោះរូបសំណាកព្រះបាទស៊ីសុវត្ថិដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញផ្នែកខាងត្បូងក៏ជាកេរដំណែលប្រវត្តិសាស្ត្រមួយដ៏សំខាន់ផងដែរក្នុងសម័យកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងបណ្ឌិតសុភាចារ្យរស់ចន្ទ្របុត្រជាសាស្ត្រាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនិងជាអ្នកប្រវត្តិសាស្ត្រផងដែរនោះបានរៀបរាប់ឲ្យដឹងថាផ្ទាំងចម្លាក់នេះត្រូវបានកសាងឡើងនៅសម័យអាណាព្យាបាលបារាំងក្នុងរជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិដែលតាក់ទងនឹងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907រូបសំណាកមនុស្សអង្គុយនៅចំកណ្ដាលគឺជារូបចម្លាក់ព្រះករុណាព្រះបាទស៊ីសុវត្ថិចំណែករូបចម្លាក់នៅខាងឆ្វេងដៃគឺជារូបសំណាកទាហានបារាំងនិងទង់ជាតិបារាំងតំណាងឲ្យកិច្ចសហប្រតិបត្តិការក៏ដូចជាអាណាព្យាបាលបារាំងមកលើកម្ពុជាហើយក៏ចង់បង្ហាញអំពីគុណបំណាច់របស់ខ្លួនដែលបានទាមទារជួយយកទឹកដីកម្ពុជាពីថៃមកថ្វាយព្រះបាទស៊ីសុវត្ថិក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរចំណែករូបចម្លាក់ស្ត្រីខ្មែរ3នាក់នៅខាងស្ដាំដៃគឺតំណាងកាន់ជើងពៀនជាដង្វាយមកថ្វាយព្រះករុណាព្រះបាទស៊ីសុវត្ថិគឺតំណាងខេត្តចំនួន3ដែលទាមទារបានពីប្រទេសសៀមមកវិញលោកបណ្ឌិតសុភាចារ្យបានបញ្ជាក់ប្រាប់ថារូបទាំងអស់នេះគឺជារូបចម្លាក់មួយដែលបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិដែលតាក់ទងជាមួយនឹងសន្ធិសញ្ញាបារាំងសៀមនេះគឺសន្ធិសញ្ញាជាពិសេសសន្ធិសញ្ញាក្នុងឆ្នាំ1907តែម្ដងគឺនៅពេលនោះហើយដែលប្រទេសបារាំងបានទាមទារក្នុងនាមប្រទេសកម្ពុជានឹងឲ្យប្រទេសសៀមប្រគល់ខេត្តទាំង3មកឲ្យកម្ពុជាវិញគឺមានខេត្តសៀមរាបកំពង់ធំបាត់ដំបងស៊ីសុផុនចំណែកនៅផ្នែកខាងស្ដាំវិញជារូបនារី3នាក់មានសម្លៀកបំពាក់ខុសៗគ្នាគឺតំណាងកាន់ពានម្នាក់មួយនិងមានកាន់ពានមួយម្នាក់តាមឯកសារបានឲ្យដឹងថានារីទី1សម្លៀកបំពាក់របៀបរូបចម្លាក់អប្សរានៅប្រាសាទអង្គរវត្តមានកាន់ពានមួយតម្កល់រូបសំណាកមួយប្រហែលជារូបប្រាសាទព្រះវិហារតាមរយៈនេះអ្នកជំនាញខាងបុរាណវិទ្យាបានសន្និដ្ឋានថារូបនារីទី1គឺជាតំណាងឲ្យខេត្តសៀមរាបរីឯនារីទាំងពីរខាងក្រោយគឺតំណាងឲ្យខេត្តបាត់ដំបងនិងស៊ីសុផុនពីព្រោះខេត្តទាំងពីរនេះគឺនៅជាប់នឹងប្រទេសសៀមហើយសម្លៀកបំពាក់របស់នារីទាំងពីរក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្រីបម្រើក្នុងព្រះរាជវាំងប្រទេសទាំងពីរកម្ពុជាសៀមនាសម័យនោះដែរនារីទី2មានកាន់ពានតម្កល់ថង់ត្រាពណ៌បៃតងនិងត្រាពណ៌លឿងនារីទី3ការនាំដង្វាយទៅថ្វាយព្រះមហាក្សត្រខ្មែរព្រះបាទស៊ីសុវត្ថិនិយាយជារួមរូបសំណាកទាហានបារាំងកាន់កំភ្លើងនិងទង់ជាតិប្រទេសបារាំងរូបសំណាកព្រះករុណាព្រះបាទស៊ីសុវត្ថិនារីខ្មែរ3នាក់កាន់ពានម្នាក់មួយនិងសិលាចារឹកជាអក្សរខ្មែរនិងបារាំងអមសងខាងផ្ទាំងសំណាកដ៏ធំនោះមានន័យតែមួយគឺនិយាយអំពីសន្ធិសញ្ញារវាងបារាំងសៀមថ្ងៃទី15ខែមីនាឆ្នាំ1907ក្នុងការផ្ទេរខេត្តចំនួន3មានខេត្តបាត់ដំបងសៀមរាបនិងសិរីសុផាន់បារាំងហៅថាស៊ីសុផុនដែលសៀមបានរឹបអូសយកមកជូនប្រទេសកម្ពុជាវិញនារជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិក្នុងនោះក៏មានប្រាសាទព្រះវិហារព្រោះសម័យនោះប្រាសាទព្រះវិហារស្ថិតក្នុងខេត្តសៀមរាបចំណែកសិរីសុផាន់ឬស៊ីសុផុនសពថ្ងៃជាក្រុងមួយនៅខេត្តបន្ទាយមានជ័យដែលខេត្តបន្ទាយមានជ័យទើបតែបង្កើតថ្មីនៅប្រមាណទសវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះកន្លងមកក៏ដោយសពថ្ងៃវត្តភ្នំដូនពេញគឺជារមណីយដ្ឋានទេសចរប្រវត្តិសាស្ត្រមួយនៅរាជធានីភ្នំពេញដែលមហាជនភ្ញៀវទេសចរជាតិនិងអន្តរជាតិបាននិយមទៅកម្សាន្តនិងទស្សនាប៉ុន្តែមានមនុស្សមួយចំនួនក៏មិនទាន់បានដឹងអស់ពីប្រវត្តិមួយចំនួនទៀតដែលបានរៀបរាប់ត្រួសមកនេះផងដែរអត្ថបទនេះដកស្រង់ចេញពីមជ្ឈមណ្ឌលព័ត៌មានដើមអំពិល